បាទសួស្តីបងប្អូននេះគឺជាដើមយិនសិននៅខាយិនសិនបាទហើយនេះគឺមើលមកវាបានតែពេលយើងជីកបានមកបាទតែឃើញបណ្ដាញសង្គម Facebook គេបង្ហោះថាហ្នឹងជាយិនសិនព្រៃជាប្រភេទរុក្ខជាតិដែលគេហៅយិនសិនព្រៃនៅប្រទេសកម្ពុជាយើងស្រុកខ្មែរយើងបាទដោយសារវាមាននៅខាងក្រៅកន្លែងធ្វើការខ្ញុំបាទអង្គុយមើលនឹកឃើញធ្លាប់ដើរទៅលេងខាងក្រៅកន្លែងធ្វើការហ្នឹងមានរុក្ខជាតិប្រភេទហ្នឹងដែរបាទអញ្ចឹងខ្ញុំក៏ទាញជំនិចទៅរកមើលមកមានដូចមែនអត់បាទពេលដើរទៅមែនការហើយនឹងស្លឹកដើមដូចគ្នាបាទអញ្ចឹងខ្ញុំក៏សាកបងជីកយកមកសាកមើលបាទព្រោះអីឃើញគេផ្សាយជាផ្សាយគ្រូឆ្នាំខ្មែរបុរាណគាត់ផ្សាយគាត់និយាយថារុក្ខជាតិនេះវាមានគុណប្រយោជន៍សម្រាប់សុខភាពច្រើនដែរដូចធ្វើឲ្យយើងមានកម្លាំងឲ្យយើងគេងលក់ស្រួលជួយផ្នែកសួតអីអញ្ចឹងហើយគេអាចយកទៅត្រាំស្រាហាលឲ្យស្ងួតដាំតែធ្វើជាតែសម្រាប់ញ៉ាំជាមួយទឹកក្តៅក៏បានហើយយើងអាចយកធ្វើម្ហូបជាម្ហូបស្ងោស៊ុបអីអាចយកមើមវាទៅដាក់បានដូចយិនសិនមកពីចិនមកកូរ៉េដែរបងតែខ្ញុំមិនដឹងប្រសិទ្ធភាពវាយ៉ាងម៉េចទេឥឡូវមើលសកម្មភាពខ្ញុំជីកគោះហ្នឹងហើយចាំមើលលទ្ធផលមើលវាប៉ុណ្ណាដែរបាទហើយយើងនឹងសាកល្បងរសជាតិវាទាំងអស់គ្នាបាទអរគុណបងប្អូនខ្ញុំតាមដានមើលលោកដែលខ្ញុំធ្វើសកម្មភាពជីកលោកដល់ចប់លោកដល់បានលទ្ធផលអរគុណបាទឥឡូវយើងជីកបានហើយបាទយើងប្រមូលវាទៅខ្ញុំថតវីដេអូនេះគឺខ្ញុំប្រើដើមឈើខ្ចីដើមឈើដាក់កាមេរ៉ាថតទេអត់មានជើងថតជើងអីដូចគេទេហើយនេះគឺជារុក្ខជាតិប្រភេទនេះនៅនឹងកន្លែងនោះមានច្រើនហើយខ្ញុំជីកតែមកគុំនឹងទេព្រោះមកគុំនឹងបានមើលច្រើនដែរបាទយើងយកទៅសាកល្បងសិនថាគុណភាពវាយ៉ាងម៉េចបាទនេះពេលខ្ញុំលាងស្អាតហើយបាទយកមកថតបង្ហាញជូនបងប្អូនមើលបាទអញ្ចឹងសូមអរគុណ